តាំងពីបងខ្លាចជាប៉ាគេមកចំណុចអីគេមួយដែលបងចូលចិត្តខ្លាំងកូនរបស់បងកូនស្រីគាត់ចូលចិត្តញញក់មកយើងអញ្ចឹងពីមុនយើងអត់ដែរមានឥឡូវយើងដូចមានអ្នកស្រឡាញ់ទី2អញ្ចឹងណានៅចិត្តយើងនេះមិនមែនជារឿងចូលចិត្តទេប៉ុន្តែសម្រាប់ខ្ញុំយល់ថាដូចរឿងកំ pl អញ្ចឹងណាឲ្យតែខ្ញុំនាំកូនទៅណាក៏ដោយមិនថានៅក្នុងឡានមិនថាជិះម៉ូតូពេលខ្ញុំ notice ជាងគេហើយល្អសោយជាងគេគឺជក់កូនទី1កូនទី2គឺដូចគ្នាអញ្ចឹងគឺនៅពេលដែលកូនចេះហៅប៉ាប៉ាហើយមានអារម្មណ៍ថាសប្បាយចិត្តមែនតើនៅពេលដែលគាត់ហៅឈ្មោះជាប៉ាប៉ាដំបូងជាមួយនឹងប៉ាបងអត់ទាន់សូវយល់ទេជាមួយគាត់ប៉ុន្តែដល់ពេលខ្លាចជាឪពុកខ្លួនឯងបានបងយល់គាត់ហៅឲ្យយើងធ្វើនេះធ្វើនោះតែយើងអត់ចាប់អារម្មណ៍ការដែលជួយគាត់ធ្វើតទឹកតភ្លើងនិយាយទៅរឿងការងារមនុស្សប្រុសនៅក្នុងផ្ទះពេលឥឡូវខ្ញុំមានកូនខ្ញុំកូនប្រុសថ្ងៃស្អែកហ្នឹងខួបកំណើតគាត់8ឆ្នាំខ្ញុំធ្វើអីមួយអញ្ចឹងខ្ញុំតែនឹកឃើញទីទៀតខ្ញុំតែហៅកូនខ្ញុំមកចេះអាហ្នឹងដែរអូខេការហ្នឹងប៉ាខ្ញុំគាត់តែងតែបង្ហាញខ្ញុំអញ្ចឹងដើម្បីខ្ញុំចេះពីអាហ្នឹងការទៅពេលដែលប៉ាគាត់ហៅទៅជួយធ្វើអីឬក៏មើលគាត់ធ្វើមានអារម្មណ៍ថាអុយធុញណាដឹងហើយធ្វើអីផងស្មារតីជួយគាត់កើតដល់ពេលយើងធ្វើជាប៉ាគេមិនដឹងថាតើពិតយើងចង់បង្រៀនគាត់ឲ្យគាត់ដឹងពីរបៀបដែលយើងធ្វើតើជំនាញអីទូចដែលបងគាត់ថាពីមុនមកបងអត់ចេះទេដល់ពេលតាំងខ្លាចជាប៉ាគេមកចេះច្រើនដែរប៉ុន្តែបើសិនជាលើក1 2ត្រូវធ្វើចិត្តដោយសារយើងមនុស្សប្រុសដល់ពេលគាត់លេងគាត់អត់មានគ្នាលេងជាមួយទេអញ្ចឹងគាត់លេងជាមួយយើងត្រូវធ្វើជារូបចម្លាក់ឲ្យគាត់តបតែងខ្លួនលាបកញ្ចក់លាបអីហ្នឹងហើយមួយទៀតឧទាហរណ៍យើងចង់ឲ្យគាត់ញ៉ាំបន្លែអញ្ចឹងយើងញ៉ាំបន្លែច្រើនមិនគាត់ញ៉ាំតាមយើងខ្ញុំក៏ឃើញកូនង៉ែតខ្ញុំខ្លាចហ្មងបើហើយកូនង៉ែតគឺភេទផតតែនៅពេលដែលខ្ញុំចាប់ដើមមានកូននៅពេទ្យហ្នឹងខ្ញុំចាប់ដើមមើលពេទ្យក្នុងការងូតទឹកឲ្យកូនង៉ែតហើយខ្ញុំចាប់ពីពេលហ្នឹងមកគឺខ្ញុំត្រូវតែធ្វើខ្លួនឯងហើយខ្ញុំយល់ថាខ្ញុំចេះនៅពេលហ្នឹងហ្មងជំនាញជាងគេគឺលេងដបទាំងអស់គោហើយជាមួយនឹងដូរខោកតោបមកដល់ផ្ទះភ្លាមពេលដែលអាអូនគឺតាំងមកប៉ាមកដល់ផ្ទះល្មម